ថ្ងៃនេះខ្ញុំនឹងមកបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀប hack Mobile Legends សម្រាប់អ្នកដែលអត់មាន skin លយដូចគេបុកលុយលេងយើងអាចធ្វើការ hack skin បានដោយមើលវីដេអូរបស់ខ្ញុំទាំងអស់គ្នាដំបូងឡើយខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាឲ្យឃើញថា skin របស់ខ្ញុំគឺអត់មានទេ skin គឺបន្តនេះអាចមើល skin ហើយរបស់ខ្ញុំបានគឺអត់មានខ្ញុំនឹង hack skin ហាយ៉ានេះឲ្យបងប្អូនអរគ្នាបានឃើញមើលទាំងគ្នាណាខ្ញុំបញ្ជាក់តិចវីដេអូនេះ hack skin មួយនេះសម្រាប់អ្នកដែលប្រើទូរស័ព្ទស៊េរីទាបដូចជាប្រភេទ Oppo A16 ចុះក្រោមអីហ្នឹងបងប្អូនអាច hack តាមវិធីខ្ញុំបានដំបូងបងប្អូនទាំងអស់គ្នាធ្វើការ download កម្មវិធី Suzuki នេះបងប្អូនកម្មវិធីរូបឆ្មានេះបងប្អូនធ្វើការ download កម្មវិធីនឹងមួយទៀតទៅកម្មវិធី hack skin នេះកម្មវិធី hack skin បងប្អូនអាចចូលក្នុង Play Store បងប្អូនអាច search នេះកម្មវិធី hack skin mobile កម្មវិធីមានច្រើនបងប្អូនឆ្លាញ់ចូលចិត្តមួយណាបងប្អូនអាច download មកសម្រាប់ខ្ញុំ download កម្មវិធីលើគេនេះទីតមកបងប្អូនទាំងអស់គ្នាធ្វើការចូលទៅក្នុងកម្មវិធី Suzuki នេះបងប្អូនឃើញបែបនេះបងប្អូននេះឃើញនេះគេដាក់សញ្ញាទីនេះមានថាកម្មវិធីណាអត់ដំណើរការទេយើងត្រូវធ្វើឲ្យវាដំណើរការសិនបងប្អូនអរគ្នាចុចលើនេះអាកដាលនេះពាក្យ pairing បងប្អូនចុចលើហើយបងប្អូនធ្វើការចុចលើពាក្យនេះតមកបងប្អូនអរគ្នាអូសទៅខាងក្រោមអូសបងប្អូនធ្វើការបើកកន្លែងទី1នេះបងប្អូនឃើញពាក្យនេះបងប្អូនធ្វើការបើកអាហ្នឹងសម្រាប់ទូរស័ព្ទខ្ញុំបានបើករួចហើយអញ្ចឹងបងប្អូនបើអត់ទាន់បើកទេសូមបងប្អូនបើកតមកបងប្អូនអរគ្នាអូសឡើងលើវិញមកតមកបងប្អូនអរគ្នាត្រូវការរកកន្លែងពាក្យនេះបងប្អូនកន្លែងនេះខ្ញុំធ្វើការបើកកន្លែងហ្នឹងមកតែសម្រាប់ខ្ញុំអត់ទាន់ចុះ file ដូចជាចុះ file ឥឡូវសូមចុះ file បញ្ជាក់កន្លែងហ្នឹងយើងត្រូវធ្វើការចុះ file បានយើងបើកបានចាំតិចបងប្អូនបន្ទាប់ពីបងប្អូន connect file ហើយបងប្អូនធ្វើការបើកកន្លែងហ្នឹងមកបងប្អូនចុចសញ្ញាក្រេចុច allow បន្ទាប់ពីចុចបើកហើយបងប្អូនចុចលើពាក្យ QQ នេះមកវានាំបងប្អូនដល់កន្លែងនេះបងប្អូនធ្វើការចុចលើកន្លែងនេះបងប្អូននេះកន្លែងយើងយកលេខកូដវា54841បងប្អូនឃើញពាក្យ enter នេះនៅខាងលើបងប្អូនអូសមកបងប្អូនចុច enter នេះមកបងប្អូនបំពេញលេខកូដដែលគេឲ្យមកបាញ់មិញបន្ទាប់ពីបំពេញរួចបងប្អូនអរគ្នាធ្វើការ enter ពេលដែលយើង enter ហើយគឺវារួចរាល់ហើយយើងចុចចេញមកវិញមកបន្ទាប់ពីចុចចេញមកបងប្អូនចេញអស់មកតមកបងប្អូនទាំងអស់គ្នាចុចពាក្យ start នេះបងប្អូន start ហើយយើងរងចាំវាបន្តិចវានឹងកំពុងធ្វើដំណើរការពីបងប្អូនឃើញទេនេះវាលោតសញ្ញាគ្រីសមានថាកម្មវិធីនេះគឺដំណើរការបងប្អូនគ្នាធ្វើការចេញមកពីបងប្អូនគ្នាធ្វើការចូលក្នុងកម្មវិធី hack skin របស់យើងមកបងប្អូនគ្នាចុចពាក្យ allow all the time ហើយបងប្អូនគ្នាចង់ hack skin ណាយើងអាចចូល hack បានទាំងអស់សម្រាប់ខ្ញុំចង់ hack skin ហើយនេះសម្រាប់កន្លែងនេះបើយើងថាអត់មាន skin ទេយើងយកអានេះបើថាយើងចង់ hack skin មួយនេះឲ្យទៅជា skin ផ្សេងយើងក៏ select យក skin មួយណាមួយដែលយើងមាននេះមកសម្រាប់ខ្ញុំមាន skin នេះអញ្ចឹងហើយខ្ញុំចង់ដូរ skin ទៅជាហាយ៉ានេះអញ្ចឹងយើងចុចដូចហើយចុចកន្លែងលើនេះមកហើយចុច OK
យើងរងចាំវាបន្តិចទៅវាធ្វើការ download រួចហើយយើងនឹងអាច hack skin បានបន្ទាប់ពីអ្នកនរគ្នាធ្វើរួចហើយអ្នកនរគ្នាអាចចូល game បានយើងចូលទៅកាន់ game របស់យើងទាំងអស់គ្នាចាំមើលថាយើង hack បានឬមិនបានខ្ញុំសូមបញ្ជាក់បងប្អូនទាំងអស់គ្នាបន្តិចសម្រាប់ការ hack skin នេះសម្រាប់តែទូរស័ព្ទដៃប្រភេទ Android ស៊េរីទាបដូចជា Oppo A16 អីហ្នឹងស៊េរីចុះខំហ្នឹងអីយើងអាចប្រើកម្មវិធី Suzaku ហ្នឹងជាជំនួយបានឥឡូវនេះបងប្អូនអាចមើលបានទូរស័ព្ទដែលខ្ញុំប្រើនេះជា Oppo A16 ដែលខ្ញុំយកមក hack skin ណាហើយសម្រាប់បងប្អូនដែលថាខ្លងសំឡេងអីសូមអធិស្ឋានដោយសារខ្ញុំនៅកន្លែងធ្វើសំណង់ចឹងវារៀងលឺសំឡេងបន្តិចណាអធិស្ឋានផងឥឡូវនេះបងប្អូនទាំងអស់គ្នាធ្វើការមើលទាំងអស់គ្នាថាខ្ញុំ hack បានឬមិនបានចាំតិចបងប្អូនដោយសារទូរស័ព្ទខ្ញុំនេះវារៀងតាក់គៀងតិចហើយឥឡូវនេះយើងធ្វើការចូលដល់ក្នុង game ហើយបងប្អូនទាំងគ្នាអាចមើលបានថាយើង hack បានឬមិនបានឥឡូវនេះយើងទៅកាត់ចូលហើយបងប្អូនអាចមើលបាននេះគឺខ្ញុំបាន hack skin Hayabusa នេះគឺ hack បានណាបងប្អូនមើលចាស់ស្អាតខ្លាំងតែន skin នេះបាទសម្រាប់បងប្អូនដែលមានចម្ងល់អត់ទាន់កន្លែងណាអីបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបានខ្ញុំនឹងធ្វើការឆ្លើយតបជូនបងប្អូនទាំងអស់គ្នាហើយបងប្អូនគ្នាបើមើលហើយសូមកុំភ្លេចចុច like និងដាក់សញ្ញាកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងអរគុណច្រើន